ទន្ទិញពាក្យទាំងពីរឃ្លានេះឲ្យជាប់ទៅដល់ទីណាក៏រាសីឡើងខ្ពស់ត្រដែតតែម្ដងទី1កុំចាំគេជួយទី2គេជួយគឺត្រូវតែចាំទី1កុំចាំគេជួយឬមិនជួយជារឿងរបស់គេហើយរឿងយើងគឺយើងត្រូវតែខ្លាំងត្រូវតែជួយខ្លួនឯងឲ្យបានមនុស្សខ្លះអត់ប្រឹងទេដល់ពេលតែគេឃើញខ្សោយគេមកជួយបែរជាធ្វើស្រែលើខ្នងគេវិញក៏មានដែរបានគេជួយស្រាប់តែលែងប្រឹងខ្សោយខ្សែវមានអាងយកអាការជួយរបស់គេនឹងយកជាទីបង្អែកសំងំសុកតែម្ដងអានឹងអត់កើតទេគេហៅថាមនុស្សគ្មានកំណើតគេមកជួយហើយបែរជាអំពល់ទុកដល់គេទៀតក៏មានដែរអានឹងមិនបានទេត្រូវប្រយ័ត្នប្រយែងមែនតើអ្នកខ្លះចង់ឲ្យគេជួយតែអត់ហុចដៃឲ្យគេជួយទេមិនអោនបន្តិចទេពើងទ្រូងដូចសទ្ធិហើយចង់ឲ្យគេជួយយើងមិនកើតទេមនុស្សមានតម្លៃត្រូវជួយខ្លួនឯងឲ្យអស់ពីលទ្ធភាពសិនហើយបើគេជួយក៏មិនប្តេជ្ញាដែរចង់ឃើញខ្លួនឯងរីកចម្រើនចង់ឃើញខ្លួនឯងល្អទៅមុខត្រូវចេះដាក់ខ្លួនបន្តិចកន្លែងណាដែលយើងចង់ឲ្យគេជួយយើងត្រូវសុំជំនួយពីគេកុំក្អេងក្អាងណាកុំពើងទ្រូងគ្មានអ្នកណាគេចង់ជួយយើងទេទី2គេជួយត្រូវតែចាំចាស់ផ្ដាំថាមានគុណលើគេកុំសំដែងហើយគេមានលើឯងកុំបំបត្តិបាយមួយវែកសដែកមកគួរក៏ជាពាក់គុណគេដែរកុំរកស៊ីបំបត្តិគេតាំងពីអាគុណស្រ័យនឹងឡើងមនុស្សបែបនេះអត់មានផ្លូវដើរទេនៅក្នុងសង្គមរបស់យើងមានមនុស្សពីរប្រភេទមនុស្សទី1គេហៅមនុស្សអគុណសរសេរដោយអកស្រអកហើយនឹងណគេធ្វើគុណលើអត់ចាំគុណគេទេមិនដឹងគុណគេហើយបំបត្តិអំពើល្អរបស់គេហើយពេលខ្លះទៅមើងងាយអ្នកជួយនឹងទៀតក៏មានដែរមនុស្សទី2គេហៅថាមនុស្សអគុណសរសេរដោយអក្សរអរកស្រអកហើយនឹងណមនុស្សប្រភេទនេះគឺគេធ្វើល្អដាក់គឺគេចងចាំណាស់ហើយគេមិនត្រឹមតែចងចាំទេមានឱកាសគេនឹងតបគុណទៅលើមនុស្សដែលធ្វើល្អដាក់គេនឹងទៀតនេះហើយជាតម្លៃរបស់ជនជាតិយើងកុំចាំគេជួយហើយពេលដែលគេជួយគឺត្រូវតែចាំអ្នកណាក៏ត្រូវការដឹងគុណពីយើងវិញដែរគ្រាន់តែគេមិននិយាយប្រាប់យើងគេជួយយើងដឹងគុណគេរស់នៅសុខសប្បាយជាមួយគ្នាសត្រូវកាន់តែតិចមិត្តកាន់តែច្រើននេះហើយជាក្តីសុខនៅក្នុងជីវិតរស់នៅរបស់យើង